ចឹងខ្ញុំចង់ចាប់ផ្ដើមអានព្រះគម្ពីរតែខ្ញុំមិនដឹងថាអានពីកន្លែងណាទៅហើយខ្ញុំទុំដឹងថាគម្ពីរសុភាសិតមាន31ជំពូកចឹងខែនេះមាន31ថ្ងៃយើងនឹងអានមួយថ្ងៃមួយជំពូកហើយថ្ងៃនេះថ្ងៃទី2ចឹងយើងនឹងអានជំពូកទី2ចឹងខ្ញុំបានអានជំពូកទី2ហើយខ្ញុំនឹងអានខដែលខ្ញុំចាប់អារម្មណ៍នៅក្នុងជំពូកនេះដោយសារតែថ្ងៃហ្នឹងខ្ញុំទៅធ្វើការថតហើយខ្ញុំអត់បានយកព្រះគម្ពីរមកតាមខ្លួនទេចឹងខ្ញុំនឹងអានចេញពីទូរស័ព្ទរបស់ខ្ញុំចូលចិត្តប្រើ app Bible នេះដោយសារតែពេលដែលខ្ញុំអានហើយខ្ញុំចង់បានការបកប្រែពី version ផ្សេងឬក៏ភាសាផ្សេងខ្ញុំគ្រាន់ចុចមកកន្លែង compare នេះមកចឹងយើងនឹងឃើញការបកប្រែផ្សេងសម្រាប់ខដែលខ្ញុំចាប់អារម្មណ៍នៅថ្ងៃនេះគឺពីខ2ទៅដល់ខ6តែប៉ុន្តែខ្ញុំចាប់អារម្មណ៍ទាំងអស់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាកន្លែងនេះដែលខ្ញុំចង់ចែកម្លែកចឹងយើងអានទាំងអស់គ្នាចូលផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញាហើយផ្ចង់ចិត្តពិចារណាឲ្យយល់ចូលយកតម្រេះមកធ្វើជាជំនួយហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹងចូលខំប្រឹងស្វែងរកប្រាជ្ញាដូចស្វែងរកប្រាក់និងដូចជីកដីរកកំណប់ធ្វើដូច្នេះទើបកូនយល់អំពីការគោរពកោតខ្លាចព្រះអង្គម្ចាស់ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផងមានតែព្រះអង្គម្ចាស់ទេដែលប្រទានប្រាជ្ញាចំណេះវិជ្ជានិងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គទាំងអស់ចឹងខ្ញុំជឿថាព្រះពិតជាស្រឡាញ់យើងខ្លាំងមែនទែនហើយព្រះអង្គតែងតែចង់ឲ្យយើងនៅអ្វីដែលល្អហើយខ្ញុំជឿថាអ្វីដែលល្អมันអាចកាត់ថ្លៃបានហ្នឹងគឺមានតែប្រាជ្ញាព្រោះអីលុយក៏អាចទិញប្រាជ្ញាបានដែរប៉ុន្តែប្រាជ្ញាអាចបង្កើតជាលុយយើងអាចយកប្រាជ្ញាដែលយើងមានទៅជួយដល់អ្នកដទៃហើយបង្កើតជាអំណរជាច្រើនទៀតផងដែរហើយដើម្បីរកប្រាជ្ញានឹងបានមកពីណាគឺយើងរកពីព្រះអង្គម្ចាស់យើងនឹងឯងរកប្រាជ្ញាពីព្រះអង្គតាមរយៈការអានព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការចំណាយពេលជាមួយព្រះអង្គប្រចាំថ្ងៃហើយខ្ញុំជឿថាចំណេះប្រាជ្ញាដែលបានមកពីព្រះអង្គគឺវិសេសវិសាលខ្លាំងមែនតើ is like the best wisdom ever តែម្ដងចឹងថ្ងៃហ្នឹងថ្ងៃទី2យើងអានជំពូកទី2ហើយបើសិនជាអ្នកនរគ្នាចាប់ដើមអានហើយមានកន្លែងណាដែលអ្នកនរគ្នាចាប់អារម្មណ៍កុំភ្លេច comment ប្រាប់ខ្ញុំនៅក្នុង comment ផងហើយជួបគ្នាថ្ងៃស្អែកដែលយើងនឹងអានជំពូកទី3ជាមួយគ្នាសូមអរគុណសូមប្រាប់ទានពរ